ម៉ែបងប្អូនទាំងអស់គ្នាដែលមានសត្វចិញ្ចឹមដូចជាមាន់ទាបង្កងបង្គាគោជ្រូកកង្កែបត្រីចាស់សូមបងប្អូនទាំងអស់គ្នាងាកមកដាំអាសូឡានេះដើម្បីឲ្យសត្វរបស់បងប្អូនស៊ីជាចំណីអាហារចាស់ដោយសារតែអាសូឡាគឺជាប្រភេទរុក្ខជាតិបៃតងមានប្រូតេអ៊ីន 23% សត្វស៊ីធំលឿនចាស់ហើយមានសុខភាពល្អថែមទៀតផងការដាំរបស់អាសូឡានេះគឺងាយខ្លាំងណាស់បងប្អូនត្រឹមតែ13ថ្ងៃឬក៏14ថ្ងៃបងប្អូនប្រមូលផលបានហើយនេះបងប្អូនមើលណានេះខ្ញុំឌូមកក្តាប់មកនេះគឺប៉ុណ្ណេះចាអញ្ចឹងត្រឹមតែ13ទៅ14ថ្ងៃគឺបងប្អូនអាចប្រមូលផលអាសូឡានេះឲ្យសត្វរបស់បងប្អូនស៊ីបានហើយអាសូឡានេះបងប្អូនមានប្រូតេអ៊ីនរហូតដល់ 23% បងប្អូនទិញយកទៅឲ្យវាស៊ីចោះចាអញ្ចឹងសូឡាដែលល្អបែបនេះបងប្អូនធ្លាប់ជួបទេនេះខ្ញុំវាយវាពីនេះគឺដល់ខាងខ្ចង់ដោយសារតែវាហាត់ណៃល្អបងប្អូនអញ្ចឹងបងប្អូនណាខ្លះដែលដាំអាសូឡាទៅមិនបានល្អស្អាតបែបនេះចាបងប្អូនអាចធ្វើការទំនាក់ទំនងមកកសិដ្ឋានរបស់ខ្ញុំដើម្បីទទួលបានការប្រឹក្សាយោបល់អំពីបច្ចេកទេសនៅក្នុងការដាំឲ្យទទួលបានជោគជ័យចាអញ្ចឹងអាសូឡាគឺកើតលឿនឆាប់បានផលឆាប់ឲ្យសត្វស៊ីយើងចំណាយដើមទុនក៏ទាបដែរចាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនចង់ចេះដាំអីអាចខមមកផ្ទាល់បានណាសូមអរគុណសូមជម្រាបលា